ថ្ងៃនេះចងាញ់ទៀតហើយបងប្អូនអើយគឺខ្ញុំបានសម្លម្ជូរត្រួយអំពិលក្នុងត្រីកញ្ចុះពេលនេះគឺត្រួយអំពិលគឺលឺខ្លាំងមែនទែនចាគឺរដូវនេះអូយតែមានភ្លៀងធ្លាក់ហើយគឺត្រួយអំពិលគឺលឺលឺគួរឲ្យចង់ស្លហូបនេះឯងបងប្អូនចានេះគ្រឿងផ្សំមានដូចជាត្រួយអំពិលហើយនឹងម្ទេសហើយនឹងត្រីកញ្ចុះស្រែចាហើយនឹងប្រហុកហើយនឹងគល់លក្ខរីហើយនឹងខ្ទឹមសហើយនឹងប៊ីចេងតែចបងប្អូនចារួចហើយក៏យើងចូលទៅធ្វើហូបទាំងអស់គ្នាចាគឺងាយបងប្អូនសម្រាប់អ្នកនៅស្រុកស្រែគឺឆ្ងាញ់ចានេះមុនដំបូងក៏ដាំទឹកឲ្យពុះណាបងប្អូនចាគឺយើងត្រូវដាំទឹកឲ្យពុះដើម្បីឲ្យដាក់គ្រឿងចូលចាបន្ទាប់មកយើងដាក់ឲ្យពុះមកពុះទៀតរួចហើយយើងដាក់ត្រួយអំពិលចូលម្សាទៀតចាបន្ទាប់ពីត្រួយអំពិលពុះហើយក៏យើងត្រូវដាក់ត្រីចូលចាគឺខ្ញុំថតកាត់ទេត្រង់កន្លែងនេះបងប្អូនចាបន្ទាប់មកក៏បើកមើលថាត្រីយើងឆ្អិនហើយឬនៅចេះបងប្អូនបន្ទាប់ពីឆ្អិនហើយក៏យើងថែមថយភ្លក់មើលក៏សាបប្រៃក៏បងប្អូនសាច់បងប្អូនចេះណាបងប្អូនចារួចហើយក៏យើងបង់ម្រះប្រូទូចនេះឯងចូលគឺឆ្ងាញ់ខ្លាំងណាស់បងប្អូនអើយចានេះគឺឆ្ងាញ់មែនបងប្អូននេះខ្ញុំដួសឲ្យបងប្អូនមើលនេះបងប្អូនត្រីកញ្ចុះយើងឆ្អិនហើយចានេះមានម្ទេសមួយក្រឹបបងប្អូនអើយហូបដេញតែឆ្ងាញ់ហើយហត់ទូក៏ក្តៅហើនេះឯងនេះបងប្អូនមកហូបជាមួយខ្ញុំទាំងអស់គ្នាចានេះគឺឆ្ងាញ់ណាស់បងប្អូនមានបាយមួយចានទៀតបងប្អូនចាគឺវីដេអូខ្ញុំក៏មានអុយច្រើនបងប្អូនមានតែប៉ុណ្ណេះឯងបងប្អូនគឺបាយជម្រាបលាជួបគ្នាវីដេអូក្រោយទៀតចាអរគុណ